ទៅណាទៅណោរត់ទៅក្រៅគ្នាហើយចាប់តាមស្ដាយជំនះថាប្រធានក្រុមហ៊ុនស្រីដែលជាថៅកែខ្លួនឯងគ្មានចិត្តមនុស្សធម៌សោះនាងពិតជាអាក្រក់ណាស់ប្អូនប្រុសស្រីរបស់គាត់ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់អស់ហើយពុកក្មួយប្រុសជាក្មេងកំព្រាម្នាក់នាងមិនចិញ្ចឹមក្មួយខ្លួនឯងទេតែបង្ខំឲ្យពុកចាស់របស់នាងចិញ្ចឹមក្មេងនោះទៅវិញមានចិត្តមនុស្សធម៌គ្មានសិទ្ធិសម្ជាញៈសោះស្ត្រីនោះឃើញថាអ្នកលេងបែបនេះមែនទេដូច្នេះហើយនាងបានប្រកាសជាសាធារណៈថានាងអាចចិញ្ចឹមកូននេះបានប៉ុន្តែនៅពេលក្រោយកូននោះត្រូវតែពេលមកដល់ឈ្មោះនាងហើយនាងថាជាម្ដាយវិញលោកតាគិតថាមិនអីទេចាំយកលុយរបស់អ្នកបានមកហើយចាំទទួលកូនត្រឡប់វិញពេលនោះគាត់នឹកឃើញថាជំនួយការទើបតែរុញគូស្វាមីភរិយានោះចេញទៅសួរនាំថាបានរុញទៅដល់ណាហើយស្រាប់តែទទួលបានដំណឹងថាបានបញ្ជូនទៅបន្ទប់ពេទ្យកាត់ហើយខ្ញុំស្មានថាពេលនេះពួកគេប្រកាសជាបានបើកគូមើលខាងក្នុងអស់ហើយមើលទៅលោកតាបានឮដូច្នោះក៏ភ័យស្លន់ស្លោរត់ទៅបន្ទប់កសោវិច័យសំណាងដែលទៅទាន់គូនេះស្ទើរតែត្រូវបានគេកាប់បើកហើយស្ត្រីនោះបានបញ្យល់ថានាងគ្រាន់តែចង់ជួយពួកគេពិនិត្យសាកសពដើម្បីរកមូលហេតុស្លាប់ពិតប្រាកដលោកតាក្រោយក្នុងក្តៅក្រហាយមិនឲ្យធ្វើអ្វីទាំងអស់ប៉ះពាល់ថែមទាំងលើកយកដូនតាដើមមកនិយាយថាត្រូវតែបញ្ចុះឲ្យបានសុខហើយបន្តបោកប្រាស់ថាខ្លួនបានរកគ្រូទីមើលហើយថាថ្ងៃស្អែកជាថ្ងៃល្អបំផុតសម្រាប់ការបញ្ចុះសុខដូច្នេះនៅថ្ងៃបន្ទាប់ស្ត្រីនោះបានយកប្រអប់ផេះពីមកដល់ស្រុកកំណើតដោយផ្ទាល់អូនេះ